បាទសួស្តីថ្ងៃនេះខ្ញុំមកមើលចំការ EON ដែលគាត់បានបាញ់ in CPO ហើយបាញ់ហ្នឹងគោលបំណងគឺបាញ់កម្ចាត់ពពួកទ្រាបដែលវាជាភ្នាក់ងារចម្លងវីរុសបាទហើយយើងបាញ់ហ្នឹងបាញ់បាន2ជើងហើយអញ្ចឹងណាបាញ់លើកចុងក្រោយនៅថ្ងៃសៅរ៍បាទឥឡូវមកដល់នេះវាថ្ងៃសុក្រអញ្ចឹងវាចូលថា6ថ្ងៃ7ថ្ងៃស្អែកបានដល់វិលជុំវិញណាបាទអញ្ចឹងក្រោយពីពិនិត្យទៅក្រោយពីយើងបាញ់បាន2ជើងឃើញថាទ្រីបងាប់ស្អាតល្អបាទហើយត្រួយគឺលាស់ល្អអត់មានជាប់ទៅនឹងវីរុសអីទេអត់មានរួញស្លឹកអីទេបាទឃើញថាបានស្អាតល្អបាទអញ្ចឹងយើងមើលឆ្កាទាំងមូលបាទគឺស្អាតល្អអត់មានរួញអត់មានវីរុសបាទនេះគឺយើងបាញ់ការពារពួកទ្រីបដែលវាជាភ្នាក់ងារចម្លងវីរុសបាទហើយយើងពិនិត្យទៅលើស្លឹកឬក៏ត្រួយឬក៏ខ្ជុំផ្កាគឺទ្រីបងាប់ស្អាតបាទមិនមានទេបាទអញ្ចឹងផ្កាគាត់ចំការគាត់គឺល្អបាទត្រប់របស់គាត់ឃើញថាផ្កាមករីកល្អហើយត្រួយលាស់